សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះម៉ោង8:24នាទីព្រឹកថ្ងៃប្រហ័សមកនៅក្នុងប្រទេសកម្ពុជាតែជាថ្ងៃទី22ហើយប៉ុន្តែនៅសហរដ្ឋអាមេរិកនេះគឺនៅរដ្ឋធានី Washington ម៉ោងទើបតែ9:24នាទីល្ងាចទេនៅថ្ងៃពុធនៅឡើយនៅពេលនេះខ្ញុំមានបច្ចុប្បន្នភាពព័ត៌មានសំខាន់ចំនួនដល់ទៅ5ហើយណោះដើម្បីរាយការណ៍ជូនប្រិយមិត្តដែលជាផលប្រយោជន៍សម្រាប់ទាំងអ្នកនៅសហរដ្ឋអាមេរិកនេះផងទាំងអ្នកដែលនៅប្រទេសកម្ពុជាផងដើម្បីចេះដឹងជាចំណេះដឹងខ្ញុំសង្ខេបយក5ទេទី1គឺសហភាពអឺរ៉ុបនិងអង់គ្លេសដាក់ទណ្ឌកម្មរុស្ស៊ីនៅក្នុងបញ្ហាអ៊ុយក្រែនដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិកទេហើយទី2គឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump ទទួលយកយន្តហោះរបស់ប្រទេសកាតាសម្រាប់ជាយន្តហោះដឹកប្រធានាធិបតីសហរដ្ឋអាមេរិកដែលគេហៅថា Air Force One ទី3សមាជិករដ្ឋសភានៃគណៈបកសាធារណរដ្ឋរៀបចំសេចក្តីសម្រេចដើម្បីបណ្ដេញសមាជិកសភាបកប្រជាធិបតេយ្យចេញពីសភាជាតិទី4ក្រសួងសន្តិសុខមាតុភូមិបានបង្ហាញនៅឧក្រិដ្ឋកម្មជនចំណាក់ស្រុកដែលត្រូវបាននិរទេសទៅប្រទេសស៊ូដង់និងទី5គឺសម្រាប់អ្នកនៅសហរដ្ឋអាមេរិកនេះគឺជាដំណឹងល្អគឺព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តដោយឯកច្ឆន្ទមិនយកពន្ធទៅលើលុយធីបដែលអ្នកធ្វើការនៅអាមេរិកនេះទេគឺការបោះឆ្នោតនឹងមានលក្ខណៈចែកឆន្ទណាអញ្ចឹងមុននឹងទៅដល់ចំណុចទី5នេះគឺសូមជូនព័ត៌មានទី1គឺដោយមិនរងចាំទីក្រុង Washington ទេសហភាពអឺរ៉ុបនិងអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃអង្គារគឺមិនដល់រយៈពេល24ម៉ោងផងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្ទនាគ្នាតាមទូរស័ព្ទជាមិត្តភាពប៉ុន្តែគ្មានផ្លែផ្កាអ្វីអំពីការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែននោះទេវិធានការនេះនឹងបង្ក្រាបលើអ្វីដែលគេហៅថាកងនាវាស្រមោលរបស់ទីក្រុងមូស្គូដែលមាននាវាប្រហែលជា200គ្រឿងដែលប្រើដើម្បីដឹកជញ្ជូនការនាំចេញប្រេងរបស់រុស្ស៊ីនៅទូទាំងពិភពលោកនេះគឺជាទណ្ឌកម្មលើកទី17ហើយរបស់អឺរ៉ុបដែលដាក់ទៅលើប្រទេសរុស្ស៊ីចាប់តាំងពីប្រទេសរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនក្នុងឆ្នាំ2022សហភាពអឺរ៉ុបបាននិយាយថាប្រធានគណៈកម្មាធិការអឺរ៉ុបគឺអ្នកស្រី Ursula von der Leyen បាននិយាយនៅក្នុងសារបង្ហោះទៅលើបណ្ដាញ X ថាវាដល់ពេលដែលត្រូវបង្កើនសម្ពាធលើរុស្ស៊ីដើម្បីនាំមកនៅបទឈប់បាញ់គ្នាមួយរីឯរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដែលចេញដោយរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃអង្គារដែលថាកិច្ចខិតខំប្រឹងប្រែងដែលសម្របសម្រួលបានឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីចុងសប្តាហ៍គឺបានន័យថារុស្ស៊ីបានវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងកាលពីចុងសប្តាហ៍ដោយបាញ់ដ្រូនជាង200គឺ273ដ្រូនឯណោះនៅមុនពេលដែលលោកពូទីនជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតី Donald Trump ដូច្នេះដោយសារតែការសន្ទនានោះមិនបានចេញលទ្ធផលអ្វីគឺសហភាពអឺរ៉ុបឆ្លើយតបដោយការសម្របសម្រួលគ្នាជាមួយនឹងសហភាពអឺរ៉ុបនិងអង់គ្លេសដាក់ទណ្ឌកម្មកញ្ចប់ទី17នេះលោកឡាមីបានបន្ថែមទៀតថាការពន្យាពេលកិច្ចខិតខំប្រឹងប្រែងសន្តិភាពនឹងធ្វើឲ្យការតាំងចិត្តរបស់យើងឡើងវិញក្នុងការជួយអ៊ុយក្រែនឲ្យការពារខ្លួននិងប្រើទណ្ឌកម្មរបស់យើងដើម្បីរឹតបន្តឹងម៉ាស៊ីនសង្គ្រាមរបស់លោកពូទីនដោយថ្លែងអំណរគុណសម្ព័ន្ធមិត្តអឺរ៉ុបលោកប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelensky បាននិយាយនៅក្នុងសន្ទរកថាមួយកាលពីយប់នោះថាវាជារឿងមួយសំខាន់និងមានសារៈសំខាន់ណាស់ដែលសហរដ្ឋអាមេរិកគួរតែបន្តចូលរួមនៅក្នុងដំណើរការសន្តិភាពនេះ
រីឯអ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថាវាមានកម្លាំង នឹងមិនចោះចាញ់នឹងអសានវត្តណាមួយឡើយទណ្ឌកម្មត្រូវបានប្រកាសដោយមិនមានការចូលរួមពីសហរដ្ឋអាមេរិកទេបើទោះបីជាមានការកាត់ខំបញ្ចុះបញ្ចូលយ៉ាងខ្លាំងពីថ្នាក់ដឹកនាំអឺរ៉ុបឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងការដាក់ទណ្ឌកម្មក៏ដោយបើក្នុងករណីដែលលោកពូទីនបដិសេធមិនទទួលយោបល់ជប់ហាញគ្នានេះទី1ព័ត៌មានទី2គឺរដ្ឋបាលលោកត្រាំទទួលយកយន្តហោះមកពីប្រទេសកាតាដើម្បីប្រើជាយន្តហោះសម្រាប់ដឹកប្រធានាធិបតីដែលភាសាបច្ចេកទេសនៅអាមេរិកនេះគេហៅថា Air Force One Air Force One គឺសំដៅទៅលើយន្តហោះសម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិកមិនមែនបកប្រែថាកងអាកាសទី1ណាអញ្ចឹងក៏បានតែពុយឈ្មោះហ្នឹងសហរដ្ឋអាមេរិកបានទទួលយកជាផ្លូវការនៅយន្តហោះប្រណិតពីប្រទេសកាតាសម្រាប់ប្រើប្រាស់ជាយន្តហោះដឹកប្រធានាធិបតីហៅថា Air Force One នេះបើយោងតាមមន្ទីរបញ្ចកោណឬក៏នេះបើយោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិកទោះបីជាមានការព្រួយបារម្ភពីសមាជិកសភានិងសម្ព័ន្ធមិត្តរបស់លោកត្រាំនៅក្នុងចលនា Make America Great Again អំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនិងសិលធម៌ក៏ដោយយន្តហោះដែលមានតម្លៃ$400 លានទំនងជានឹងត្រូវចំណាយប្រាក់អ្នកបង់ពន្ធអាមេរិករាប់រយលាន$បន្ថែមទៀតដើម្បីដំឡើងវាឲ្យទៅតាមស្តង់ដារប្រធានាធិបតីរួមទាំងការបោះសម្អាតសុវត្ថិភាពយន្តហោះទាំងមូលដើម្បីរកមើលថាតើមានឧបករណ៍ស៊ើបការនៅលើបង្កប់នៅលើនឹងឬទេនឹងការធ្វើឲ្យប្រសើរឡើងដើម្បីធានាបាននៅទំនាក់ទំនងដែលរក្សាការសម្ងាត់បានអញ្ចឹងយន្តហោះសម្រាប់ដឹកប្រធានាធិបតីមិនមែនចេះតែយកមកបានគឺមានប្រព័ន្ធបំពាក់បំពន់ច្រើនណាស់ក្នុងរបស់ VOA កាលមុនក៏ធ្លាប់សរសេរពីអត្ថបទនឹងមួយដែរណាមានខាងប្រដាប់សម្រាប់ទប់មីស៊ីលទប់nuclear ច្រើនណាស់បាទអ្នកនាំពាក្យមន្ត្រីបញ្ចកោណលោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បានទទួលយកយន្តហោះប្រភេទ Boeing 747ដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិរបស់សហព័ន្ធទាំងអស់ក្រសួងការពារជាតិនឹងធ្វើការដើម្បីធានានៅវិធានការសន្តិសុខត្រឹមត្រូវនិងតម្រូវការបេសកកម្មត្រឹមត្រូវសម្រាប់យន្តហោះដែលប្រើសម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិកលោកប្រធានាធិបតី Donald Trump បានហៅយន្តហោះនេះថាជាការសន្សំសំចៃថវិកាដោយសារតែការពន្យាពេលក្នុងការរកយន្តហោះថ្មីដើម្បីជំនួសកងយន្តហោះបច្ចុប្បន្នដោយប្រើយន្តហោះ Boeing ចំនួន2ប៉ុន្តែការចាប់អារម្មណ៍របស់លោកត្រាំចំពោះយន្តហោះនេះបានធ្វើឲ្យសមាជិកសភាទាំងពីរគណៈបកគឺគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋមានការព្រួយបារម្ភដែលបានសង្កត់ធ្ងន់ទៅលើហានិភ័យផ្នែកសន្តិសុខនិងផលប៉ះពាល់ខាងផ្នែកសិលធម៌របស់ប្រធានាធិបតីដែលទទួលយកយន្តហោះដែលគ្រប់គ្រងដោយបរទេសមកធ្វើជាអំណោយនេះជាព័ត៌មានទី2ព័ត៌មានទី3គឺសមាជិកសភាអ្នកស្រី Mesh រៀបចំសេចក្តីសម្រេចដើម្បីបណ្ដេញសមាជិកសភាបកប្រជាធិបតេយ្យចេញពីរដ្ឋសភាសមាជិករដ្ឋសភាលោកស្រី Nancy Mace ដែលមកពីគណៈបកសាធារណរដ្ឋប្រចាំនៅរដ្ឋ South Carolina បានតាក់តែងសេចក្តីសម្រេចរបស់សភានៅថ្ងៃពុធនេះដើម្បីបណ្ដេញសមាជិករដ្ឋសភារដ្ឋ New Jersey អ្នកស្រី LaMonica McKeever ដែលកាលពីដើមសប្តាហ៍នេះត្រូវបានចោទប្រកាន់ថាបានរំលោភលើមន្ត្រីអនុវត្តច្បាប់ក្នុងខែនេះខណៈពេលកំពុងតវ៉ានៅមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍របស់សហព័ន្ធ ICE មន្ត្រីអនុវត្តច្បាប់បាននិយាយថាលោកស្រី McGiver បានវាយលើរាងកាយរបស់មន្ត្រីអន្តោប្រវេសន៍ម្នាក់ខណៈដែលព្យាយាមរារាំងភ្នាក់ងារដែលចាប់គាត់ដោយបង្ខំលោកស្រី McGiver ក៏ត្រូវបានចោទប្រកាន់ថាបានព្យាយាមរារាំងភ្នាក់ងារមិនឲ្យចាប់ខ្លួនលោក Barraca ចៅហ្វាយក្រុង Newark ហើយបន្ទាប់ពីលោកត្រូវបានគេចាប់ដាក់ខ្នោះត្រូវបានគេចោទអ្នកស្រីថាបានរុញមន្ត្រី ICE និងប្រើកំភួនដៃរបស់អ្នកស្រីដើម្បីវាយភ្នាក់ងារដោយបង្ខំលោកស្រី McKeever បានបង្ហាញខ្លួននៅតុលាការជាលើកដំបូងនៅថ្ងៃពុធនេះតាមអនឡាញចំពោះមុខចៅក្រមនៃអង្គចៅក្រមសហរដ្ឋអាមេរិកសម្រាប់ស្រុក New Jersey នៅម៉ោង 11 ព្រឹក
សវនាការបឋមត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី11ខែមិថុនាចឹងគឺមានន័យថាមានការចោទប្រកាន់សមាជិកសភាក្នុងពេលដែលចុះបំពេញការងារទាក់ទងនឹងការចាប់បញ្ជូនជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាមេរិកដោយក្រុម ICE ចោទប្រកាន់មិនត្រឹមតែប៉ុណ្ណោះទេសមាជិកសភាខ្លួនឯងនេះទោះបីជាមកពីគណៈបកផ្សេងបែរជាស្នើច្បាប់មួយដើម្បីបណ្ដេញអ្នកស្រីចេញពីរដ្ឋសភាទៀតដោយចាត់ទុកថាអ្នកស្រីប្រព្រឹត្តល្មើសច្បាប់ដោយចាត់ទុកថាគឺទោះបីជាសមាជិកសភាក៏មិនអាចនៅពីលើច្បាប់បានដែរព័ត៌មានទី4ព័ត៌មានទី4នេះគឺមានលក្ខណៈរសើបបន្តិចខ្ញុំព្យាយាមរៀបរាប់ដោយផ្ដល់អ្វីដែលជាការពិតទៅដល់ប្រិមិត្តនេះអត្ថបទរបស់សារព័ត៌មានដែលខ្ញុំយកមករឿងនេះទី4នេះគឺអត្ថបទរបស់ Fox News ហ្នឹងគឺមាននិន្នាការលំអៀងទៅរដ្ឋបាលលោកប្រធានាធិបតី Donald Trump ណាខ្ញុំប្រាប់ឲ្យដឹងបើសិនជាយើងអានអត្ថបទរបស់សារព័ត៌មានដែលលក្ខណៈអព្យាក្រឹតដូចជា AP Reuters New York Times Washington Post អីហ្នឹងគឺគេសរសេរយក leap ផ្សេងដែលគេផ្ដោតទៅលើជ្រុងនៃការអនុវត្តច្បាប់ប៉ុន្តែខ្ញុំយក Fox News នៅពេលនេះគឺដោយសារតែ Fox News គាត់ទទួលបានព័ត៌មាន exclusive ព័ត៌មានដោយផ្ដល់ឲ្យតែ Fox News មួយគឺពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់ជនដែលគេទៅបណ្ដេញចេញពីសហរដ្ឋអាមេរិកអញ្ចឹងដូច្នេះខ្ញុំជូនដើម្បីឲ្យប្រិមិត្តដែលជាពិសេសអ្នកនៅទាំងអស់ទាំងនៅអាមេរិកទាំងនៅកម្ពុជាស្ដាប់ដើម្បីពិចារណាព្រោះរឿងនេះពាក់ព័ន្ធនឹងការដែលកាលពីថ្ងៃម្សិលមិញមានព័ត៌មានថាអាជ្ញាធរនៃក្រសួងសន្តិសុខមាតុភូមិបានបញ្ជូនចេញនៅជនអន្តោប្រវេសន៍ចំនួន8រូបទៅប្រទេសស៊ូដង់ដែលក្នុងចំណោមនោះមាន2នាក់មកពីប្រទេសភូមាម្នាក់មកពីប្រទេសឡាវនិងម្នាក់ទៀតមកពីប្រទេសវៀតណាមហើយនិងអ្នកផ្សេងទៀតមិចស៊ីកូហើយនិងស៊ូដង់ឯជាដើមក៏ប៉ុន្តែនៅលើការសេចក្តីរាយការណ៍នេះផ្ដោតទៅលើជ្រុងនៃការអនុវត្តច្បាប់ប៉ុន្តែខ្ញុំរាយការណ៍ជូននេះគឺផ្ដោតទៅលើសមាជិកភាពអ្នកទាំងនោះជាអ្នកណាវិញណាដោយសារតែខាង Fox News គាត់ទទួលបានព័ត៌មាន exclusive អញ្ចឹងខ្ញុំយកមកចែកឲ្យប្រិមិត្តដើម្បីជាចំណេះដឹងក្រសួងសន្តិសុខមាតុភូមិបានលាតត្រដាងអត្តសញ្ញាណអក្រិតកម្មដែលប្រព្រឹត្តដោយជនចំណាក់ស្រុកដែលត្រូវបាននិរទេសទៅប្រទេសស៊ូដង់ខណៈដែលចៅក្រមគម្រាមបញ្ជាឲ្យយកពួកគេត្រឡប់មកសហរដ្ឋអាមេរិកវិញយន្តហោះនោះបានដឹកបុរស8នាក់ដែលសុទ្ធតែត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីមនុស្សឃាតរហូតដល់ប្លន់ប្រដាប់អាវុធនេះបើយោងតាមសេចក្តីលម្អិតដែលផ្ដល់ដោយក្រសួងសន្តិសុខមាតុភូមិក្រសួងបានបង្ហាញព័ត៌មានលម្អិតនៃឧក្រិដ្ឋកម្មបន្ទាប់ពីចៅក្រម Brian Murphy បានសម្រេចថាការផ្ទេរពួកគេបានរំលោភទៅលើដីកាដែលចេញពីពេលមុនរបស់លោកទោះបីជាគេមិនទាន់ដឹងច្បាស់ថាតើលោកនឹងចេញប័ណ្ណបញ្ជាឲ្យនាំពួកគេត្រឡប់ចូលមកសហរដ្ឋអាមេរិកវិញឬយ៉ាងណាឧបការីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈអ្នកស្រី Tricia McLaughlin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថាគ្មានប្រទេសណាមួយនៅលើផែនដីចង់ទទួលយកជនចំណាក់ស្រុកនោះទេពីព្រោះនោះទេគឺតាំង8នាក់នោះទេពីព្រោះអកតកម្មរបស់អ្នកទាំងនោះគឺពិតជាសាហាវនិងព្រៃផ្សៃណាស់បុគ្គលដ៏ខុសខើទាំងនេះទាំង8នាក់នេះបានធ្វើភេរវកម្មបំផិតបំភ័យតាមដងផ្លូវរបស់សហរដ្ឋអាមេរិកជាយូរមកហើយដូច្នេះសមាជិកអ្នកទាំងនោះមានអ្វីមានអ្នកណាខ្លះហើយប្រព្រឹត្តបទល្មើសអ្វីខ្លះបានអាមេរិកបញ្ជូនចេញទី1ឈ្មោះលោកថងសៃនីឡៃកតថងសៃនីឡាកតជាពលរដ្ឋឡាវដែលត្រូវបានកាត់ទោសពីបទឃាតកម្មនិងប្លន់ប្រដាប់អាវុធកម្រិតធ្ងន់ហើយត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតក៏ត្រូវបានដឹកនៅលើយន្តហោះនោះចេញដែរគាត់ត្រូវបានចាប់ខ្លួនកាលពីខែមករាដោយ ICE ដោយប៉ូលីសអន្តោប្រវេសន៍ទី2ពលរដ្ឋមិចស៊ិកឈ្មោះ Jesus Mono Guterres ត្រូវបានកាត់ទោសពីបទឃាតកម្មកម្រិតទី2ហើយត្រូវបាននាំទៅមន្ទីរឃុំឃាំង ICE កាលពីដើមខែឧសភានេះ
ទី3ឈ្មោះថា Brian Peter Domach មកពីប្រទេសស៊ូដង់ខាងត្បូងត្រូវបានកាត់ទោសពីបទស្រវឹងហើយបើកបរការកាន់កាប់ឧបករណ៍ចោរកម្មនិងកាន់កាប់អាវុធដែលលុបលេខត្រូវបានកាត់ទោសឲ្យជាប់គុក18ខែនិងពីបទប្លន់និងកាន់កាប់អាវុធត្រូវកាត់ទោសឲ្យជាប់គុក8ឆ្នាំគាត់ត្រូវបានប៉ូលីស ICE ចាប់ខ្លួនកាលពីដើមខែនេះពីរអ្នកទៀតគឺពលរដ្ឋភូមាម្នាក់ឈ្មោះ Chomia និងម្នាក់ទៀតឈ្មោះ Ngomin ក៏ត្រូវធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងតាមជើងហោះហើរផងដែរមៀត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើទុច្ចរិតលើកុមាររងគ្រោះអាយុក្រោម12ឆ្នាំគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល10ឆ្នាំប៉ុន្តែត្រូវបានឲ្យនៅក្រៅឃុំបន្ទាប់ពីជាប់បាន4ឆ្នាំរីឯមីនវិញត្រូវបានកាត់ទោសពីបទរំលោភសេពសន្តិវៈកម្រិតទី1ដែលពាក់ព័ន្ធនឹងជនរងគ្រោះដែលមានសតិស្មារតីមិនល្អបានអ្នកដែលមានពិការភាពខាងស្មារតីនិងរាងកាយដែលមិនអាចតដៃវិញបានគឺគាត់ពិការទាំងស្មារតីពិការទាំងរាងកាយហើយជំនួសទៅរំលោភគាត់ហើយត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល12ឆ្នាំគាត់ក៏ត្រូវបានចាប់ប្រកាន់ផងដែរពីបទប្រើអាវុធប្រព្រឹត្តអំពើហិង្សាអ្នកទាំងពីរត្រូវបានចាប់ខ្លួនដោយប៉ូលីស ICE កាលពីខែកុម្ភៈម្នាក់ទៀតគឺជាជនជាតិវៀតណាមឈ្មោះទួនថាញ់ផាន់សញ្ជាតិវៀតណាមត្រូវបានកាត់ទោសពីបទឃាតកម្មកម្រិតទី1និងរំលោភសេពសន្តិវៈកម្រិតទី2បាទអ្នកទាំងនេះមន្ត្រីក្រសួងសន្តិសុខមាតុភូមិបានកត់សម្គាល់នៅក្នុងសន្និសីទកាលពីថ្ងៃពុធថាប្រទេសកំណើតនៃជនអន្តោប្រវេសន៍ខុសច្បាប់នីមួយៗនេះបានបដិសេធមិនទទួលយកពួកគេត្រឡប់ទៅទឹកដីកំណើតរបស់ពួកគេវិញចាំបានន័យថាខាងសហរដ្ឋអាមេរិកបានតាក់ទងទៅប្រទេសអ្នកទាំងអស់នោះដែរប៉ុន្តែប្រទេសអ្នកទាំងនោះមិនទទួលយកអ្នកទាំងនោះទេអញ្ចឹងហើយបានជាអាមេរិកសម្រេចបញ្ជូនទៅប្រទេសស៊ូដង់ក្រុមមន្ត្រីបានបន្ថែមថាជនចំណាក់ស្រុកនៅតែស្ថិតនៅក្នុងការឃុំឃាំងរបស់ក្រសួងនៅឡើយទេចឹងប្រហែលជាអាចនឹងយកទៅដាក់ពន្ធនាគារនៅប្រទេសក្រៅដោយជាករណីពួកមកពីអែលសាវ៉ាដ័រដែរណាសម្រាប់មេធាវីសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលមកពីមីយ៉ាន់ម៉ានិងវៀតណាមបានចាប់ប្រកាន់រដ្ឋបាលលោកត្រាំពីបទនិរទេសកូនក្តីរបស់ពួកគេដោយខុសច្បាប់ទៅកាន់ប្រទេសទី3ពួកគេដល់អំណាងថាការនិរទេសខ្លួនចេញនេះបានរំលោភលើដីកាមុនរបស់លោកចៅក្រម Murphy ដែលតម្រូវឲ្យជនចំណាក់ស្រុកទទួលបានឱកាសតវ៉ាតាមផ្លូវច្បាប់ប្រឆាំងនឹងការបញ្ជូនពួកគេទៅកាន់ប្រទេសទី3ដែលនឹងធ្វើឲ្យពួកគេមិនមានសុវត្ថិភាពបាទខ្ញុំសូមជូនព័ត៌មាននឹងប៉ុណ្ណឹងហើយពិចារណាខ្លួនឯងព័ត៌មានចុងក្រោយគឺជាព័ត៌មានដែលជាទីរីករាយសម្រាប់អ្នកនៅសហរដ្ឋអាមេរិកដែលធ្វើការដោយយកបានកម្រៃលុយធីបគឺប្រសិទ្ធភាពសហរដ្ឋអាមេរិកបានអនុម័តច្បាប់ដែលគេហៅថា no tax on tips គឺមិនយកពន្ធទៅលើលុយធីបលើគេឲ្យយើងក្រៅណាគឺអនុម័តកាលពីថ្ងៃអង្គារបន្ទាប់ពីសមាជិកប្រសិទ្ធភាពរដ្ឋ Nevada លោកស្រី Jackie Rosen បានស្នើច្បាប់នេះឡើងហើយមានការអនុម័តយល់ព្រមជាឯកច្ឆន្ទគឺទាំងសមាជិកសភាគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋគឺអនុម័តយល់ព្រមទាំងអស់គ្នាដោយគ្មានសម្លេងជំទាស់នោះទេតែនៅក្នុងនោះមានខ្លឹមសារយ៉ាងម៉េចសូមតាមដានសេចក្តីព្រាងច្បាប់នេះត្រូវបានស្នើឡើងនៅក្នុងប្រសិទ្ធភាពក្នុងខែមករាឆ្នាំ2025ដោយសមាជិកប្រសិទ្ធភាពលោក Ted Cruz ដែលមកពីគណៈបកសាធារណរដ្ឋសេចក្តីព្រាងច្បាប់ដែលមានការគ្រប់គ្រងដោយគណៈបកទាំងពីរនិងបង្កើតការកាត់ពន្ធមិនយកពន្ធលើប្រាក់លុយធីបហ្នឹងរហូតដល់$25,000ក្នុងមួយឆ្នាំណាបាទគឺចាំបើថាមួយឆ្នាំបើរកបាន$25,000អត់យកធីបទេលើសនឹងបានយកធីបហ្នឹងគឺសម្រាប់ជួយទៅដល់អ្នកណាដែលរកចំណូលបានរហូតដល់$16,000ក្នុងមួយឆ្នាំអញ្ចឹងបើណាក្រោម$16,000ទេហើយគឺអាចនឹងclaim tax និយាយពាក្យបច្ចេកទេសជាមួយចាស់ claim tax រហូតដល់$25,000នឹងរួចខ្លួនណាបាទអាចក្រោមហ្នឹងប៉ុន្តែបើលើសហ្នឹងបានបង់ពន្ធអញ្ចឹង
សម្រាប់អ្នកនៅសហរដ្ឋអាមេរិកនេះជាដំណឹងល្អដែរតាមធម្មតាគឺអ្នកដែលធ្វើការរត់តុកអីហ្នឹងគាត់មិនអាចបានប្រាក់ខែទៅដល់6ទៅ$10,000ទេអញ្ចឹងបានន័យថាគាត់អាច claim នោះពេញមក full claim tax deduction ណា deduction របស់គាត់ហ្នឹងគឺបានជួយច្រើនដែរណាជួយច្រើនដែរសម្រាប់អ្នកដែលធ្វើការដោយលុយ tip ជាពិសេសអ្នកធ្វើការតាម restaurant បាទសូមអរគុណប្រិមិត្តហើយដូចសន្យាអញ្ចឹងខ្ញុំថាសន្យានឹងចែករំលែកអំពីប្រព័ន្ធការពារ Golden Dome ចាំទីទៀតខ្ញុំនឹងធ្វើស្អែកចាស់បាទនឹងធ្វើវីដេអូដែល like មួយទៀតសម្រាប់ប្រិមិត្តពីព្រោះឥឡូវនេះឮសូរមានព័ត៌មានថាខាងចិនណាគាត់ប្រឆាំងនៅផែនការប្រព័ន្ធការពារខែលការពារសុវត្ថិភាពរបស់សហរដ្ឋអាមេរិកហ្នឹងអញ្ចឹងខ្ញុំនឹងធ្វើ clip វីដេអូមួយជូនក្រោយពីព្រោះនៅព្រឹកមិញខ្ញុំបានធ្វើពាក់ព័ន្ធជាមួយនឹងការដែលចិនគាត់មោទនភាពជាតិនិយមពីរឿងយន្តហោះនិងអាវុធរបស់គាត់ក្រោយពីមានចំនួនរវាងប៉ាគីស្ថាននិងឥណ្ឌាបាទសូមអរគុណប្រិមិត្តដែលតែងតែតាមដាននិងគាំទ្រហើយដូចដែលបានជម្រាបចឹង share បន្ថែមយក share direct link ទៅក៏បានថតឡើងវិញយកទៅដាក់នៅក្នុង channel បងប្អូនផ្ទាល់ក៏បានអត់បញ្ហាសម្រាប់ខ្ញុំគឺខ្ញុំអរគុណជានិច្ចណាបាទអរគុណទេខ្ញុំអរគុណច្រើនណាស់អញ្ចឹងពួកខ្ញុំជួយចាត់ចែករំលែកព័ត៌មានពិតឲ្យបងប្អូនយើងបានដឹងទាំងអស់គ្នាអញ្ចឹងយកប្រើប្រាស់តាមតម្រូវការចោះអត់មានបញ្ហាគ្មាន copyright ទេសូមអញ្ជើញអរគុណមកសូមជម្រាបលា